គណៈបកសង្គ្រោះជាតិមានគោលការណ៍ច្បាស់លាស់គឺយើងអហិង្សាអត់គុំគួនអត់សងសឹកអត់យកខ្មែរណាធ្វើសត្រូវហើយមកគុណធម៌បងប្អូនលោកសំស៊ីដែលមានបាតដៃប្រឡាក់ឈាមហ៎បានសម្លាប់ខ្មែរហ៎បានធ្វើខ្មែរក្រហមហ៎លោកគាត់ទៅណាគេមាននេះជួបគាត់ទៅលីកាដូពូឈ្មោះអីយកមកតពីណាគេមានគាត់មកជួបគាត់ទៅលីកាដូនៅបាត់ក្បែរបានឯងលោកពូឈ្មោះអីដែរត្រីសម័យអត់នេះពេកហ្នឹងហើយគាត់បើឡើងមានណាគេមានទៅលឿនទៅលីកាដូមានពេញកន្លះពេញខ្សោយអីគាត់ហិតទៅចឹងលីកាដូគេទៅបានគាត់ដាក់យកបាទបងប្រុសធ្វើការឲ្យនៅគណៈបកសង្គ្រោះជាតិយុវជនគណៈបកសង្គ្រោះជាតិត្រូវដល់ជំទាស់របស់ខណ្ឌភ្នំពេញបាទសាលាក្រុងភ្នំពេញបានបាយក្បាលបងប្រុសយ៉ាងស្គាល់មែនតើហើយឥឡូវនេះគាត់កំពុងតែនៅកំពង់ទីលានដោយសារតែការពួកយើងត្រូវចូលទៅទីលានហើយពួកវានេះគឺមិនបណ្ដៃដៃទេវាយស្មាត់ទៅបងបាទអត់អើយមកហេតុអីដោយសារខ្ញុំជានៅចិត្តលោកស្រីមួយសំភួរហើយខ្ញុំជាជំនួយការរបស់គាត់ហើយខ្ញុំបានកាន់ទូរស័ព្ទដើម្បីថតចឹងទៅវាប្រវាយនៅក្រុងប្រសិទ្ធនោះគាត់បាននិយាយច្បាស់ហើយបងគាត់ថាគណៈបកសង្គ្រោះជាតិគេនឹងយកជ័យជំនះគេថាគេនឹងឈ្នះហើយអានោះគាត់ថាចឹងហើយគាត់ថាគាត់គិតថាគណៈបកប្រជាជនកម្ពុជាទោះយ៉ាងណាក៏ដោយមិនទាន់កាប់ឆ្នាំទេណាបងប្អូនមិនទាន់កាប់ឆ្នាំមានន័យថាអត់ទាន់អស់កាយលីទេបណ្ឌចារ្យគុណអាចារ្យនេះបងប្អូនបាទដូច្នេះបងប្អូនស្ដាប់ពាក្យគាត់មិនមែនដាក់ខ្លួនទេបើតាមនឹងកាប់ឆ្នាំកាលណាពាក្យខ្មែរយើងកាប់ឆ្នាំវាមិនអស់លីគាត់មានប្រសាសន៍ត្រូវមិនទាន់អស់លីទេមែនបងប្អូនប៉ុន្តែចាំគណៈបកសង្គ្រោះជាតិប្រកបជាចាំដែរហើយគាត់នៅសង្ស័យថាហើយទោះដល់យ៉ាងណាក៏ដោយគាត់នៅសាកល្បងទៀតសាកល្បងចន្លោមើលចន្លោថាតែចាញ់ប្រយ័ត្នមានសង្គ្រាមគាត់ចន្លោបងប្អូនលើខ្លាចអត់ណាបងប្អូនតាមពិតទៅបងប្អូនអត់មានទេសង្គ្រាមមុខនឹងហ៊ានសង្គ្រាមទេយើងអត់ចង់ឲ្យមានសង្គ្រាមទេប៉ុន្តែបើយើងអត់មានអីផងខ្លាចតែបងប្អូនអាគេមានតែកម្រិតហើយយើងគេមិនខ្លាចរឿងអីយើងក្រយើងអត់អីផងយើងខ្លាចអត់បងប្អូនមិនត្រូវខ្លាចទេបើមិនបងប្អូនបើខាងទៀតមានកំភ្លើងបាញ់ម្នាក់ឯងមានមនុស្សឈួតមែនទេបងប្អូនចឹងពួកនឹងពងឈួតហើយចឹងយើងកុំឈួតជាមួយពួកហ្នឹងណាបងប្អូនណាកុំឈួតជាមួយគេកុំលេងល្បែងនឹងជាមួយគេខ្ញុំសូមធានាជាមួយបងប្អូនជនជាតិថាខ្ញុំចង់កលាហើយអស់ហើយណាបងប្អូនណាកុំព្រួយប៉ុន្តែខ្ញុំមិនប្រាប់ថាធ្វើអីខ្លះទេគង់ទៅដល់ថ្ងៃហិង្សាទេបងប្អូនប៉ុន្តែអហិង្សាបងប្អូនហើយអន្តរជាតិបងប្អូនឃើញហើយបច្ចុប្បន្ននេះគឺគេចិត្តទៅមកហើយមកមិនមែនមកអបអសាទរទេមកផ្ទះកភ្លៀងគណៈបកប្រជាជនកម្ពុជានឹងឯងមកស្ដីឲ្យទៅដល់បាទបងប្អូនពេលថ្មីអង្គការសហជាតិគេមកយើងអត់ចូលរួមចូលសភាជាមួយចោលគេឲ្យការមកលោកបងប្អូនច្បាស់ដល់ទេយើងបាក់សង្គ្រោះជាតិណាអត់ចូលអត់ចាញ់អើយយើងទៅចូលជុំមកបងណាបងប្អូនគឺយើងអហិង្សាអត់គុំគួនអត់សងសឹកអត់យកខ្មែរណាធ្វើសត្រូវយើងនឹងបន្តធ្វើញត្តិតទៅទៀតឬទេបងប្អូនហើយបើធ្វើញត្តិយើងឃើញលើស3លាន2សែនហើយនៅតែមិនព្រមឲ្យយើងជះទៀតយើងសូមអំពាវនាវធ្វើប្រជាមតិឥឡូវឲ្យប្រជានេះនៅម្ខាងម្នាក់អ្នកណានៅខាងគណៈបកកុម្មុយនីសអ្នកណានៅខាងយើងនឹងស្នើអង្គការសហជាតិស្នើសហគមន៍អន្តរជាតិឲ្យមកធ្វើប្រជាមតិសាកមើលមិនបាច់បោះចោលกันបានទេធ្វើប្រជាមតិអ្នកណាគាំទ្រពួកកុម្មុយនីសផ្ដាច់ការណាអ្នកណាគាំទ្រសង្គ្រោះជាតិប្រកាសគុំឃើញហើយបើសិននៅដំណាក់កាលនឹងហើយនៅតែមិនព្រម
រយយុទ្ធធរឲ្យទេយើងខ្ញុំបានទទួលម្សិលមិញនេះសំណូមពរពីប្រជារាស្ត្រថាយើងមិនថយជាដាច់ខាតយើងត្រូវតែយកឈ្នះឲ្យបាន